ធ្វើដោយម្ដេចទៅបានរបស់ដែលខ្លួនត្រូវការទី46បងប្អូនអំណាចអនុសម្បញ្ញៈចង់ដឹងខ្លឹមសារអត្ថន័យយ៉ាងណាបងប្អូនតាមដានវីដេអូនេះដល់ចប់មាននារីម្នាក់មកស្ដាប់ការធ្វើបទបង្ហាញរបស់អ្នកនិពន្ធជាប្រចាំនាងបានចំណាយពេលក្នុងការធ្វើដំណើរម្ដង1ម៉ោងកន្លះត្រូវជិះឡាន3ដំណាក់បទបង្ហាញគ្រាមួយរបស់អ្នកនិពន្ធបានអធិប្បាយអំពីវិធីដែលយុវជនម្នាក់ទទួលបានរថយន្តដូចដែលខ្លួនចង់បានសម្រាប់ជិះទៅធ្វើការនាងត្រឡប់ទៅដល់ផ្ទះវិញអនុវត្តតាមការណែនាំដែលមាននៅក្នុងបទបង្ហាញនោះខាងក្រោមនេះគឺជាផ្នែកមួយនៃសេចក្តីក្នុងលិខិតរបស់នាងដែលបានទទួលការអនុញ្ញាតឲ្យយកមកបោះពុម្ពមានសេចក្តីថាបណ្ឌិតមើលហ្វីជាទីរាប់អាននេះគឺជាវិធីដែលខ្ញុំបានទទួលរថយន្តកាឌីឡាក់ដោយដែលខ្លួនចង់បានដើម្បីបើកទៅស្ដាប់ការធ្វើបទបង្ហាញរបស់លោកដែលវាអាចលំបាកបន្តិចបើគ្មានរថយន្តក្នុងរូបអារម្មណ៍នោះនាងខ្ញុំក៏បានទៅកន្លែងដាក់តាំងរថយន្តហើយអ្នកលក់បានយករថយន្តមកឲ្យនាងខ្ញុំបើកសាកមួយគ្រឿងនាងខ្ញុំនិយាយដដែលថារថយន្តកាឌីឡាក់មួយគ្រឿងនេះគឺជារបស់ខ្ញុំនាងខ្ញុំរក្សារូបភាពក្នុងចិត្តដូចជាពេលបើកទ្វារចូលទៅក្នុងឡានពេលបើកវានឹកទៅដល់ពុកដល់ទុនល្មើយនិងវត្ថុផ្សេងទៀតជាច្រើនយ៉ាងដិតជាប់នៅក្នុងចិត្តអស់ពីអាទិត្យហើយនៅអាទិត្យចុងក្រោយនាងខ្ញុំក៏បានបើករថយន្តកាឌីឡាក់ទៅស្ដាប់បទបង្ហាញរបស់លោកបានពិតប្រាកដព្រោះអ៊ំរបស់នាងខ្ញុំនៅអង្គការលីវូដបានអនិច្ចកម្មហើយក៏បានបន្សល់ទុកគេមរតកឲ្យព្រមទាំងដីទាំងអស់របស់គាត់វិធីសាស្ត្រសម្រាប់ជោគជ័យដែលអ្នកធុរកិច្ចនិងអ្នកគ្រប់គ្រងល្បីៗយកមកអនុវត្តអ្នកធុរកិច្ចល្បីៗជាច្រើនបានប្រើវិធីទន្ទិញពាក្យជោគជ័យដោយចិត្តដិតជាប់ជាមួយនឹងពាក្យនេះជាច្រើនដងក្នុងមួយថ្ងៃរហូតដល់ពួកគេកើតមានជំនឿជឿជាក់ថាជោគជ័យនៅទីនេះហើយពួកគេដឹងច្បាស់ថាគំនិតអំពីជោគជ័យនេះផ្ទុកទៅដោយកត្តាចាំបាច់ដើម្បីកសាងជោគជ័យឲ្យទាំងឡាយឲ្យសម្រេចដូច្នេះសូមចាប់ផ្ដើមទន្ទិញពាក្យជោគជ័យចាប់ពីពេលនេះតទៅដើម្បីបើកកម្ពស់សទ្ធានិងជំនឿជឿជាក់ខ្លួនឯងអនុសម្បញ្ញៈនឹងទទួលយកពាក្យនេះទុកជាតំណាងការពិតសម្រាប់អ្នកហើយអ្នកនឹងស្ថិតនៅក្រោមការបញ្ជាឲ្យដើរទៅរកជោគជ័យដោយអនុសម្បញ្ញៈអ្នកបានបង្កើតឲ្យវាមានជំនឿការពេញចិត្តនិងមានទំនុកចិត្តដូច្នេះតើអ្វីទៅដែលជាអត្ថន័យជោគជ័យរបស់អ្នកមិនបាច់ឆ្ងល់ទេអ្នកចង់សម្រេចជោគជ័យទាំងក្នុងជីវិតគ្រួសារនិងក្នុងទំនាក់ទំនងជាមួយអ្នកដទៃអ្នកចង់បានកេរ្តិ៍ឈ្មោះក្នុងអាជីពដែលបានជ្រើសរើសថាវាស័ក្តិសមសម្រាប់ខ្លួនប្រាថ្នាឲ្យបានផ្ទះដ៏ស្អាតល្អបានមានប្រាក់ឲ្យជីវិតរស់នៅសុខសប្បាយអ្នកចង់ឲ្យទទួលជោគជ័យនៅក្នុងការសូត្របួងសួងនិងចូលការផ្សារភ្ជាប់ជាមួយអំណាចនៃអនុសម្បញ្ញៈអ្នកគឺជាអ្នកធុរកិច្ចម្នាក់ព្រោះតែអ្នកមានធុរកិច្ចសម្រាប់ជីវិតចូលធ្វើជាអ្នកធុរកិច្ចដែលទទួលជោគជ័យដោយបង្កើតរូបអារម្មណ៍ថាខ្លួនកំពុងធ្វើនៅអ្វីដែលខ្លួនចង់ធ្វើនិងធ្វើជាម្ចាស់កម្មសិទ្ធិអ្វីផ្សេងដែលអ្នកចង់គ្រប់គ្រងចូលធ្វើជាអ្នកបង្កើតរូបអារម្មណ៍ដែលស្ថាបនាផ្លូវចិត្តឲ្យនៅក្នុងសភាវៈជោគជ័យចូលធ្វើឲ្យវាខ្លាយជាទម្លាប់ដោយការចូលដេកប្រកបដោយអារម្មណ៍ជោគជ័យជារៀងរាល់យប់និងពោពេញទៅដោយការពេញចិត្តដែលអ្នកអាចបណ្ដុះផ្នត់គំនិតជោគជ័យចូលទៅក្នុងអនុសម្បញ្ញៈចូលជឿជាក់ថាកើតមកដើម្បីសម្រេចជោគជ័យនេះជាភាពមហស្ចារ្យនិងក៏កើតឡើងក្នុងខណៈពេលអ្នកសូត្របួងសួងមួយពាក្យជោគជ័យសំដៅទៅលើជោគជ័យនៅក្នុងការទ្រទ្រង់ជីវិតដែលអ្នកមានសេចក្តីសុខសប្បាយកើតមានក្តីស្ងប់ក្នុងចិត្តព្រមទាំងអាចធ្វើឲ្យខ្លួនឯងចូលចិត្តនេះចាត់ទុកថាអ្នកកំពុងតែទទួលបានភាពជោគជ័យហើយពីររកឲ្យឃើញថាអ្នកចង់ធ្វើអ្វីចូលធ្វើរឿងនោះបើរកមិនឃើញថាខ្លួនចង់ធ្វើអ្វីពិតប្រាកដទេនោះចូលសុំការបង្ហាញនាំផ្លូវនោះអ្នកនឹងរកឃើញ3ចូលធ្វើជាអ្នកមានជំនាញពិសេសនៅក្នុងវិស័យអាជីពរបស់ខ្លួនហើយព្យាយាមរៀនសូត្រឲ្យច្រើនបំផុតលើសអំពីអ្នកដទៃ4បុគ្គលជោគជ័យមិនអាត្មានិយមដោយក្តីប្រាថ្នាចម្បងរបស់គេគឺបំពេញប្រយោជន៍ចំពោះមនុស្សជាតិចំណុចទី5បើប្រាសចាកពីសេចក្តីស្ងប់សុខរបស់ចិត្តហើយទោះជាមានមាសប្រាក់ច្រើនប៉ុណ្ណាក៏មិនចាត់ទុកជាអ្នកទទួលជោគជ័យដែរទី6បុគ្គលជោគជ័យគឺជាអ្នកគ្រប់គ្រងចិត្តគំនិតនិងស្មារតីបានល្អអស្ចារ្យទី7បើរូបអារម្មណ៍របស់អ្នកកំណត់គោលដៅបានជាក់លាក់អ្នកនឹងត្រៀមខ្លួននឹងត្រៀមរបស់ចាំទុកជាមុនដោយអំណាចពិសេសនៃអនុសម្បញ្ញៈទី8គំនិតដែលលាយជាមួយនឹងអារម្មណ៍វានឹងក្លាយជាការជឿជាក់នៅក្នុងចិត្តរឿងអ្វីដែលអ្នកជឿជាក់អ្នកនឹងទទួលជោគជ័យជាមួយនឹងរឿងនោះ9បើអ្នកចង់ឡើងតំណែងការងារចូលគូសរូបភាពកូនចៅប្រធានក្រុមការងារឬមនុស្សដែលអ្នកស្រឡាញ់មកសម្ដែងការត្រេកអរចំពោះការឡើងតំណែងរបស់អ្នកដោយធ្វើឲ្យរូបភាពនោះឃើញច្បាស់ដូចជាការពិតហើយអ្នកហាក់ដូចជាបានឮសំឡេងឃើញកាយវិការនិងមានអារម្មណ៍ថាហេតុការណ៍នោះคล้ายជាការពិតហើយចូលធ្វើដូច្នេះជាប្រចាំលុះពេលចិត្តដិតជាប់រឿងនោះជាញឹកញាប់អ្នកនឹងទទួលការពេញចិត្តនិងផលតបស្នងពីការសូត្របួងសួងទី10អនុសម្បញ្ញៈរបស់អ្នកគឺជាឃ្លាំងទុកការចងចាំដូច្នេះដើម្បីមានការចងចាំល្អចូលនិយាយបញ្ជាក់ដោយមិនរុញរាថាដូច្នេះសូមឲ្យភាពឆ្លាតវៃគ្មានដែនកំណត់របស់អនុសម្បញ្ញៈជួយបង្ហាញខ្ញុំនៅអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង11បើអ្នកចង់លក់ផ្ទះឬទ្រព្យសម្បត្តិផ្សេងចូលនិយាយបញ្ជាក់មួយដោយចិត្តស្ងប់និងពោពេញទៅដោយអារម្មណ៍ដូចនេះថាភាពឆ្លាតវៃគ្មានដែនកំណត់ចូលបង្ហាញផ្លូវនាំអ្នកដែលត្រូវការទិញផ្ទះឬទ្រព្យសម្បត្តិជាមួយជាអ្នកចង់ទិញពិតប្រាកដនិងមើលឃើញគុណតម្លៃរបស់វាយ៉ាងពិតប្រាកដឲ្យមកជួបខ្ញុំហើយគ្រប់គ្រងអារម្មណ៍របស់អ្នកដោយសេចក្តីខាងលើនិងនិរន្តរ៍ដ៏ជ្រាលជ្រៅនៃអនុសម្បញ្ញៈដើម្បីបណ្ដាលឲ្យវាប្រព្រឹត្តទៅតាមនោះ12ផ្នែកគំនិតជោគជ័យផ្ទុកទៅដោយកត្តាជោគជ័យទាំងឡាយដូច្នេះចូលនិយាយថាជោគជ័យសារចុះសារឡើងជាប់ជាមួយខ្លួនឯងដោយសទ្ធាជឿជាក់និងអ្នកស្ថិតនៅក្រោមការបង្គាប់បញ្ជាឆ្ពោះទៅរក
ជោគជ័យក្រោមអំណាចរបស់អនុសម្បញ្ញៈបងអូនណាខ្លះដែលមានបញ្ហាលើជាតិខ្លាញ់លើជាតិស៊ីតលើជាតិស្ករបងខ្ញុំសូមណែនាំជាមួយនឹង VF4 Extra ដែលជាប្រភេទតែខ្ញីខ្មៅបងអូនតែផ្សំឡើងពីរុក្ខឱសថដ៏កម្រគឺមើមខ្ញីខ្មៅនិងផ្កាគ្រីសាន់បងអូនដែលមានតួនាទីដ៏ពិសេសចាទៅពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំជួយបញ្ចុះជាតិខ្លាញ់ជាតិស្ករជួយគ្រប់គ្រងសម្ពាធឈាមជួយឲ្យកាពះពោះវៀនដំណើរការបានល្អស័ក្តិសមបំផុតសម្រាប់អ្នកទឹកនោមផ្អែមលើឈាមឯពិសាបានជាប្រភេទតែឆុងទឹកក្តៅបងអូនចាញ៉ាំមួយថ្ងៃពី2កញ្ចប់ទៅ3កញ្ចប់បងប្អូនចាធ្វើឲ្យបងមានសុខភាពល្អធម៌ពលស្រស់ស្រាយមានក្តីសុខកាត់នៅ stress តានតឹងទាំងឡាយទាំងពួងបងអូនចាអញ្ចឹងសម្រាប់ព័ត៌មានមកអាចទៅលេខទូរស័ព្ទទូរស័ព្ទពិសាឬក៏ឆាតយក page បងខាងបងអូនប្រឹក្សាជូនឲ្យបងពិសាកាន់តែមានសុខភាពល្អបងពិសាតែ VF4 Extra បុកជាមួយនឹង V Cafe បងចាល្អខ្លាំង